ការរៀនឲ្យតម្លៃខ្លួនឯងគឺជាគ្រឹះដ៏សំខាន់បំផុតនៃសុភមង្គលនិងភាពជោគជ័យក្នុងជីវិតនៅពេលដែលអ្នកមិនបានឲ្យតម្លៃខ្លួនឯងអ្នកនឹងបណ្ដោយឲ្យអ្នកដទៃជិះជាន់ជឿលើសម្ដីវិជ្ជមានរបស់គេហើយតែងតែមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់ការឲ្យតម្លៃខ្លួនឯងមិនមែនជាការអួតអាងឬមើលងាយអ្នកដទៃឡើយប៉ុន្តែវាគឺជាការដឹងពីតម្លៃពិតប្រាកដរបស់ខ្លួនខាងក្រោមនេះជាវិធីសាស្ត្រដើម្បីជួយឲ្យអ្នករៀនស្រឡាញ់និងឲ្យតម្លៃខ្លួនឯងឡើងវិញឈប់ប្រៀបធៀបខ្លួនឯងនិងអ្នកដទៃជីវិតរបស់មនុស្សម្នាក់ៗមានខ្សែរឿងខុសៗគ្នាមានចំណុចចាប់ផ្ដើមនិងឧបសគ្គមិនដូចគ្នាឡើយការយកចំណុចខ្សោយរបស់អ្នកទៅប្រៀបធៀបនឹងចំណុចខ្លាំងរបស់អ្នកដទៃគឺជារឿងដែលមិនយុត្តិធម៌ចំពោះខ្លួនឯងតលតែសោះការអនុវត្តចូលប្រៀបធៀបខ្លួនឯងទៅនឹងថ្ងៃនេះជាមួយនឹងខ្លួនឯងកាលពីអតីតកាលបើអ្នកមានការរីកចម្រើននោះទោះបីជាបន្តិចបន្តួចក៏ជាចំណុចដែលត្រូវមោទនភាពដែរ 2. ទទួលស្គាល់ភាពខ្លាំងនិងអបអរសាទរជ័យជំនះតូចៗជារឿយៗយើងតែងតែសម្លឹងមើលរឿងកំហុសឆ្គងរហូតភ្លេចមើលរឿងល្អៗដែលខ្លួនឯងបានធ្វើការអនុវត្តរៀងរាល់ថ្ងៃចូលរកចំណុចល្អៗឬកិច្ចការដែលអ្នកធ្វើបានសម្រេចយ៉ាងហោចណាស់3យ៉ាងទោះជាការក្រោកពីគេងទាន់ពេលឬជួយការងារអ្នកដទៃឬការអានសៀវភៅបាន 2-3 ទំព័រក៏ដោយរួចពោលពាក្យអរគុណនិងសរសើរខ្លួនឯង 3. កំណត់ព្រំដែនការពារខ្លួនមនុស្សដែលមិនអោយតម្លៃខ្លួនឯងតែងតែយល់ព្រមគ្រប់រឿងព្រោះខ្លាចគេខឹងឬខ្លាចគេលែងស្រឡាញ់ការធ្វើបែបនេះធ្វើឲ្យអ្នកដទៃមើលរំលងទឹកចិត្តរបស់អ្នកការអនុវត្តវឹកហាត់និយាយពាក្យថាទេចំពោះរឿងណាដែលរំលោភលើពេលវេលាសេចក្តីសុខឬគោលការណ៍ជីវិតរបស់អ្នកការដឹងពីអ្វីដែលគួរទទួលយកនិងអ្វីដែលមិនគួរទទួលយកគឺជាការបង្ហាញថាអ្នកគោរពខ្លួនឯង 4. កែប្រែរបៀបនិយាយទៅកាន់ខ្លួនឯងតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាពេលធ្វើខុសម្ដងតើអ្នកជេរប្រមាថខ្លួនឯងខ្លាំងៗដែរឬទេឧទាហរណ៍ខ្ញុំពិតជាល្ងងណាស់ខ្ញុំធ្វើអ្វីមិនដែលបានសម្រេចទេសម្ដីអវិជ្ជមានទាំងនោះកំពុងបំផ្លាញចិត្តរបស់អ្នកបន្តិចម្ដងការអនុវត្តចូលនិយាយទៅកាន់ខ្លួនឯងដូចជាកំពុងនិយាយលួងលោមនិងលើកទឹកចិត្តមិត្តភ័ក្តិដ៏ល្អបំផុតម្នាក់អញ្ចឹងដែរប្រើពាក្យទន់ភ្លន់និងផ្ដល់ឱកាសឲ្យខ្លួនឯងកែខ្លួន 5. ជ្រើសរើសបរិយាកាសនិងមនុស្សជុំវិញខ្លួនបើអ្នកនៅក្បែរមនុស្សដែលចាំតែរិះគន់ចាក់ដោតឬបង្អាប់បង្អោនតម្លៃរបស់អ្នកមិនអាចឲ្យតម្លៃខ្លួនឯងបានឡើយការអនុវត្តដើរចេញពីមនុស្សបំពល់ហើយនាំខ្លួនឯងទៅក្បែរមនុស្សដែលមើលឃើញពីសមត្ថភាពរបស់អ្នកជំរុញនិងលើកទឹកចិត្តអ្នកឲ្យរីកចម្រើន 6. វិនិយោគលើការអភិវឌ្ឍខ្លួនតម្លៃខ្លួនឯងនឹងកើនឡើងនៅពេលដែលអ្នកមានសមត្ថភាពនិងចំណេះដឹងកាន់តែច្រើនការអនុវត្តចំណាយពេលថែទាំសុខភាពហូបអាហារល្អៗគេងឲ្យបានគ្រប់គ្រាន់ហាត់ប្រាណនិងសុខភាពចិត្តអានសៀវភៅរៀនជំនាញថ្មីៗនៅពេលអ្នកមើលទៅឃើញខ្លួនឯងពូកែអ្នកនឹងមានក្តីសុខនិងមានសុខភាពល្អភាពជឿជាក់នឹងកើតឡើងដោយស្វ័យប្រវត្តិបណ្ដាំដាស់តឿនប្រសិនបើអ្នកមិនទាន់ចេះឲ្យតម្លៃនិងស្រឡាញ់ខ្លួនឯងផងតើអ្នកណារំពឹងឲ្យអ្នកដទៃមកស្រឡាញ់និងឲ្យតម្លៃអ្នកបែបណាទៅអ្នកគឺជាមនុស្សតែម្នាក់គត់ដែលរស់នៅជាមួយខ្លួនឯងតាំងតែពីថ្ងៃរហូតដល់ស្លាប់ដូច្នេះចូលធ្វើជាអ្នកគ្រប់គ្រងដ៏រឹងមាំបំផុតរបស់ខ្លួនឯងវិធីកម្ចាត់ភាពតានតឹងផ្លូវចិត្ត stress គឺជាប្រព័ន្ធប្រកាសអាសន្នធម្មជាតិរបស់រាងកាយនៅពេលជួបសម្ពាធប៉ុន្តែបើវាកើតឡើងរ៉ាំរ៉ៃវានឹងបំផ្លាញទាំងសុខភាពកាយនិងសុខភាពចិត្តដើម្បីបញ្ឈប់និងរំសាយភាពតានតឹងភ្លាមក៏ដូចជារយៈពេលវែងអ្នកអាចអនុវត្តតាមវិធីសាស្ត្រនិងចិត្តវិទ្យាខាងក្រោមនេះ 1. វិធីសាស្ត្ររំសាយភាពតានតឹងភ្លាមដកដង្ហើមបែប box breathing វិធីនេះជួយបង្អង់ចង្វាក់បេះដូងនិងប្រាប់ទៅខ្លួនឯងនិងប្រាប់ទៅខួរក្បាលថាអ្នកកំពុងមានសុវត្ថិភាពដកដង្ហើមចូលតាមច្រមុះឲ្យបាន4វិនាទីទប់ដង្ហើមទុកឲ្យបាន7វិនាទីដកដង្ហើមចេញតាមមាត់យឺតឲ្យអស់ឬក្នុងរយៈពេល8វិនាទីធ្វើបែបនេះឡើងវិញ3ទៅ4ដងវានឹងជួយឲ្យប្រព័ន្ធសរសៃប្រសាទស្ងប់ចុះភ្លាមបច្ចេកទេសរំសាយសាច់ដុំភាពតានតឹងផ្លូវចិត្តតែងតែធ្វើឲ្យសាច់ដុំឡើងរឹងជាពិសេសស្មាកនិងថ្គាមចូលព្យាយាមប្រកាច់សាច់ដុំនៅត្រង់កន្លែងនោះឲ្យតឹងបំផុតរយៈពេល5វិនាទីរួចប្រឡែងវាឲ្យធូរស្រឡះធ្វើបែបនេះពីក្បាលរហូតដល់ចុងជើង
ដើរចេញពីបរិយាកាសដដែលបើកំពុងតានតឹងនឹងការងារឬរឿងរ៉ាវនៅចំពោះមុខចូលក្រោកឈរឡើងដើរទៅរកកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធផឹកទឹកមួយកែវឬមើលទៅដើមឈើពណ៌បៃតង 2. វិធីសាស្ត្រគ្រប់គ្រងនិងបង្ការរយៈពេលវែងធ្វើការកត់ត្រាដើម្បីទម្លាយរឿងជាច្រើនដែលណែនណាន់ក្នុងខួរក្បាលគឺជាប្រភពនៃភាពតានតឹងចូលសរសេររឿងអ្វីៗទាំងអស់ដែលអ្នកកំពុងបារម្ភត្រូវធ្វើចូលក្នុងក្រដាសការធ្វើបែបនេះជួយឲ្យខួរក្បាលមានអារម្មណ៍ថាបញ្ហាត្រូវបានរៀបចំទុកដាក់ហើយលែងសូវធ្ងន់ក្បាលកាត់បន្ថយជាតិកាហ្វេអ៊ីននិងព័ត៌មានអវិជ្ជមានកាហ្វេឬភេសជ្ជៈប៉ូវកម្លាំងច្រើនពេកជំរុញឲ្យរាងកាយផលិតអរម៉ូនតានតឹងកាន់តែច្រើនស្របពេលជាមួយគ្នាការអូសទូរស័ព្ទមើលរឿងរ៉ាវអវិជ្ជមានក៏ជំរុញឲ្យចិត្តកាន់តែភ័យព្រួយផងដែរហាត់ប្រាណឬបញ្ចេញពលកម្មការរត់ដើរហែលទឹកឬលេងកីឡាជួយឲ្យរាងកាយបញ្ចេញសារធាតុអង់ដូហ្វីនអរម៉ូនរីករាយដែលជាថ្នាំបំបាត់ភាពតានតឹងពីធម្មជាតិដ៏ពូកែបំផុតរៀបចំអាទិភាពរាងកាយការងារភាពតានតឹងជារឿយកើតមកពីការមានរាងកាយត្រូវធ្វើច្រើនពេករហូតមិនដឹងចាប់ផ្ដើមពីណាចូលលុបចោលការងារដែលមិនសំខាន់ចូលផ្ដោតធ្វើតែការងារដែលសំខាន់និងមិនទាន់មុនគេម្ដងមួយគំនិតដាស់តឿនភាពតានតឹងមិនមែនកើតឡើងដោយសារព្រឹត្តិការណ៍ខាងក្រៅទាំងស្រុងនោះទេប៉ុន្តែវាគូផ្សំនឹងរបៀបដែលយើងឆ្លើយតបនឹងព្រឹត្តិការណ៍នោះប្រាប់ខ្លួនឯងថាខ្ញុំមិនអាចគ្រប់គ្រងគ្រប់យ៉ាងដែលកើតឡើងបានទេប៉ុន្តែខ្ញុំអាចគ្រប់គ្រងដង្ហើមនិងចិត្តរបស់ខ្ញុំនៅពេលនេះបានប្រសិនបើអ្នកកំពុងមានអារម្មណ៍តានតឹងខ្លាំងនៅពេលនេះសាកល្បងបិទភ្នែកហើយដកដង្ហើមវែង3ដងសិនវានឹងជួយឲ្យអ្នកធូរស្បើយបានមួយកម្រិតការទប់ទល់និងការឆ្លងកាត់ការបរាជ័យគឺជាជំនាញជីវិតដ៏សំខាន់បំផុតមួយមនុស្សជោគជ័យមិនមែនជាមនុស្សដែលមិនធ្លាប់ដួលនោះទេប៉ុន្តែជាមនុស្សដែលចេះក្រោកឈររាល់ពេលដែលពួកគេដួលដើម្បីទប់ទល់និងបំលែងការបរាជ័យឲ្យទៅជាកម្លាំងជំរុញអ្នកអាចអនុវត្តតាមវិធីសាស្ត្រគន្លឹះទាំងនេះ 1. ផ្លាស់ប្ដូរទស្សនៈចំពោះការបរាជ័យមើលវាជាមេរៀនមិនមែនជាទីបញ្ចប់ការបរាជ័យគ្រាន់តែជាលទ្ធផលមួយដែលបង្ហាញថាវិធីសាស្ត្រដែលអ្នកបានប្រើកន្លងមកវាមិនតាន់ត្រឹមត្រូវវាមិនមែនមានន័យថាខ្លួនអ្នកជាមនុស្សបរាជ័យនោះទេច្បាប់នៃសហគ្រិនការបរាជ័យកាន់តែលឿនធ្វើឲ្យយើងដឹងកំហុសកាន់តែច្បាស់និងអាចកែតម្រូវផ្លូវដើរឲ្យបានកាន់តែរហ័ស 2. ទទួលស្គាល់និងព្រមទទួលអារម្មណ៍នៅពេលបរាជ័យវាជារឿងធម្មតាទេដែលអ្នកមានអារម្មណ៍ថាខូចចិត្តអស់សង្ឃឹមឬខឹងចូលអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍ចុះយំឬសម្រាកសិនការព្យាយាមធ្វើជារឹងមាំទាំងនេះទាំងបង្ខំឬការបដិសេធការពិតនឹងធ្វើឲ្យសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ធ្ងរប៉ុន្តែចូលកំណត់ពេលវេលាឲ្យខ្លួនឯងខ្ញុំអនុញ្ញាតឲ្យខ្លួនឯងខូចចិត្ត2ថ្ងៃរួចខ្ញុំនឹងក្រោកឈរឡើងវិញ 3. វិភាគរោគឬគល់នៃបញ្ហាដោយគ្មានការបន្ទោសនៅពេលចិត្តចាប់ផ្ដើមស្ងប់ចូលធ្វើខ្លួនជាអ្នកវិទ្យាសាស្ត្រដែលកំពុងធ្វើការស្រាវជ្រាវដោយសួរខ្លួនឯងនៅសំណួរទាំងនេះតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យលទ្ធផលមិនដូចការរំពឹងទុកកត្តាផ្ទៃក្នុងដូចជាការរៀបចំមិនច្បាស់លាស់ឬកត្តាផ្ទៃក្រៅដូចជាទីផ្សារឱកាសតើខ្ញុំអាចរៀនសូត្រអ្វីខ្លះពីព្រឹត្តិការណ៍មួយនេះតើលើកក្រោយខ្ញុំគួរធ្វើបែបណាឲ្យល្អជាងនេះ 4. កុំយកតម្លៃខ្លួនឯងទៅភ្ជាប់នឹងលទ្ធផលតម្លៃរបស់អ្នកក្នុងនាមជាមនុស្សម្នាក់មិនបានថយចុះដោយសារតែអ្នកប្រឡងធ្លាក់ឬអាជីវកម្មខាតបង់ឬសម្ពាធការងារមិនជាប់លាប់នោះទេសកម្មភាពរបស់អ្នកអាចបរាជ័យប៉ុន្តែអត្តសញ្ញាណរបស់អ្នកមិនមែនជាការបរាជ័យឡើយការប្រែផែនការនឹងចាប់ផ្ដើមឡើងវិញបន្តិចម្ដងកុំប្រើវិធីសាស្ត្រដដែលរួចរំពឹងចង់បានលទ្ធផលថ្មីចូលយកមេរៀនដែលបានរៀនកែប្រែយុទ្ធសាស្ត្របំបែកគោលដៅធំឲ្យទៅជាជំហានតូចរួចចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញការធ្វើសកម្មភាពតូចភ្លាមគឺជាថ្នាំបំបត្តិភាពភ័យខ្លាចដ៏ពូកែស័ក្តិសិទ្ធិបណ្ដាំលើកទឹកចិត្ត Thomas Edison ធ្លាប់បរាជ័យរាប់ពាន់ដងមុនពេលបង្កើតអំពូលភ្លើងបានជោគជ័យគាត់បាននិយាយថាខ្ញុំមិនមែនបរាជ័យទេខ្ញុំគ្រាន់តែបានរកឃើញវិធីសាស្ត្រ10000យ៉ាងដែលវាមិនដំណើរការតែប៉ុណ្ណោះរាល់ការដួលរលំទាំងអស់សុទ្ធតែជារបងការពារដែលជួយជំរុះមនុស្សដែលទន់ជ្រាយចេញហើយទុកឱកាសឲ្យមនុស្សដែលមានការតស៊ូពិតប្រាកដបានទៅដល់គោលដៅចូលផ្ដល់ឱកាសនិងក្តីអាណិតអាសូរដល់ខ្លួនឯងនៅថ្ងៃនេះ